ชุมขมายไวรมันเช่นฉบังชีดำไรหดประกันมินบาเลยเลยสบายมินทันเชลโบกตาวสเตอร์เบรรันมกตันโดยครมจันขสมได้มินเพลงครมเพลงมินสมันตั้งเดียวมันตะโกมันเลิกตรงชิดขมายแต่ดาวเลิกทำให้ฉันเมียนประเทศหรือก็จิตสานามาสลายจิตสาเยอะจึงยืนខ្លួនឯងទេสุดท้ายในแต่ละครั้งอย่างแบบสัญญาให้ทางนี้ยอมนึกเพื่อการรีวิวถึงเลยบอสจะมีบอสวันด้าได้กดเติบแต่หนึ่งรีลิสใหม่คือบอสวันภูมิผมเชื่อท่านในแต่ละครั้งประกอบจีโรงจามบอสจะมีมวยนี้โดยยอมได้ให้เดือดแต่บอสจะมีมวยนี้คือกดบานเพื่อล้างสมัยที่บอสจะมีได้กดบานซ่อนในยานหนึ่งเพื่อ time to rise to แต่ชุมนุมเอา time to rise to คือกดบานเพื่อบอสจะมีสวรรค์ภูมินี้แล้วអញ្ចឹងដើម្បីឲ្យការតរច្បាស់តើបទចម្រៀងមួយនេះមានភាពអស្ចារ្យយ៉ាងណាហើយអត្ថន័យរបស់បទចម្រៀងមួយនេះលយប៉ុណ្ណាយើងចូលមកធ្វើការ review ក៏ដូចជាស្ដាប់បទចម្រៀងមួយនេះទាំងអស់គ្នាបារមី X ABA Look at his faceสุวรรณภูมิ Oh my gosh มันเติมแต่เชียร์กันไหลแถมแต่งเชียร์ร้องสุวรรณภูมิที่ตักได้กำเนิดระบายอยู่เชียร์ตีกันไหลในสมบูรณ์วัปโทนึ่งเชียร์รำเด็กยังจองสกอร์អ្នកទាំងអស់គ្នាពេលដែលបើកក្បាលវីដេអូមកខ្ញុំមានអារម្មណ៍ពិតជាលក្ខណៈវាព្រឹសបអខ្លាំងមែនទែនជាមួយនឹងការពោលរបស់វណ្ដានិងអត្ថន័យនៃការពោលមួយនឹងទៀតសោតហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺទាំង MV ហើយនឹងអាសលេងនៅពីក្រោយសលេងបើសិនជាខ្ញុំចាំអត់ខុសទេគឺជាសលេងស្លៃហើយនឹងការទូងស្គរកាន់តែធ្វើឲ្យអារម្មណ៍របស់យើងមានអារម្មណ៍ថាវាជាអត្តសញ្ញាណមួយនៃជនជាតិខ្មែររបស់យើងគឺជាវប្បធម៌មួយដែលជារបស់ខ្មែររបស់យើងហើយតាក់ទងជាមួយនឹងអត្ថន័យដែលវណ្ដាគាត់ពោលទៀតគឺវាពិតជាពិតជាសម្ដែងនៅភាពតែជារបស់ខ្មែរយើងខ្លាំងមែនទែនសុវណ្ណភូមិដោយក្តីសង្ឃឹមត្រូវចេះញញឹមពេលជួបទុកព្រួយOh my gosh អូអ្នកទាំងអស់គ្នាលយខ្លាំងមែនតើកន្លែងមិញគឺពេលដែលមានភ្លើងមកបាញ់ចំប្រាសាទអង្គរវត្តហើយភ្លើងនឹងចាប់ផ្ដើមសាយរហូតទៅដល់ប្រាសាទនានានៅក្នុងកន្លែងហ្នឹងហើយក៏តាក់ទងជាមួយនឹងការលេង effect ផ្សេងនៅលើប្រាសាទការប្រើពណ៌ឬក៏ color grading គឺល្អខ្លាំងមែនតើគឺលយខ្លាំងមែនតើខ្ញុំមើលឡើងព្រឺសបល់ពេញហ្នឹងហើយ Oh my gosh ខ្ញុំចូលទីនេះតំណាងឲ្យខ្មែរព្រៀបអ្នកទាំងអស់គ្នាតើតើជាមួយនឹងការរំលេចនៅពណ៌ការលេងនៅ effect ផ្សេងជាមួយនឹងរូបចម្លាក់របស់យើងនៅលើប្រាសាទរបស់យើងធ្វើបែបហ្នឹងគឺហាក់បីដូចជាកំពុងតែធ្វើឲ្យរូបនៅក្នុងផ្ទាំងប្រាសាទហ្នឹងរស់រវើកអញ្ចឹងដោយព្រះវិស្ណុដៃមកពន់អ្នកស្ដាប់ខ្ញុំយល់ប្រៀបដូចមន្តអាគមប្រៀបដូចត្រវគមគេសាក់យន់មានអធិពលមានធម្មពលដោយហៅទឹកភ្លៀងហើយបកលន់សំលេងខ្ញុំបែកពីពេញពិភពលោកប្រៀបដូចអ្នកប្រាជ្ញគាថាពន់ I got a roof run តននៅក្មេងខ្ញុំមានមនសិការចាក្នុងសំលេងចាចូលចិត្តពេលខ្ញុំសងព្រេងតាឡាស្នាមខ្ញុំថាជាស្ដេចក្មេងក្រឹកក្រែងដូចខ្ញុំជួយដី flow ហូបបែកចេញទិសស្មារតីកន្លែងនេះតាមដែលខ្ញុំគិតគឺជាពេលវេលាមួយដែលបណ្ដាកំពុងតែស្វែងរកអ្វីមួយនៅកន្លែងហ្នឹងហើយដូចជាគាត់កំពុងតែមើលនៅត្រីវិស័យរបស់គាត់ប្រហែលជាគាត់រកកន្លែងមួយដែលអាចកម្បាំងកន្លែងមួយដ៏អស្ចារ្យហើយអ្វីដែលគាត់ដាក់នៅក្នុងអត្ថន័យចម្រៀងរបស់គាត់ទៀតសោតគឺគាត់ឆ្លុះបញ្ចាំងទៅជាមួយនឹងរបបកំហើញដែលគាត់បានធ្វើការងារជាមួយនឹងអ្វីដែលគាត់បានធ្វើកន្លងមកគឺគឺជាសមិទ្ធផលមួយដ៏ល្អហើយទៅជាមួយនឹងចាស់គឺមានការកោតសរសើរមែនទែនមិនថាតែចាស់ទេសូម្បីតែខ្ញុំក្មេងៗក៏ដូចជា generation ទីច្រើនតែគឺខ្ញុំ so proud of him ដោយសារតែអ្វីដែលគាត់បានធ្វើឡើងគឺមិនធំតែធ្វើឲ្យគាត់រីកចម្រើនទេក៏ប៉ុន្តែតបញ្ជាក់នៅអត្តសញ្ញាណជាតិរបស់ខ្មែរយើងក៏ដូចជាអរិយធម៌ផ្សេងវប្បធម៌ផ្សេងគឺគាត់ធ្វើឲ្យពិភពលោកកាន់តែយល់ឃើញឬក៏កាន់តែស្គាល់នៅប្រទេសកម្ពុជាយើងកាន់តែច្បាស់ជាងមុនដូចនៅក្នុងវីដេអូមួយនេះទៀតខ្ញុំជឿថាវាគឺជាវីដេអូមួយដែល
គឺជា MV មួយដែលល្អខ្លាំងបំផុតសូម្បីតែចេញក្បាលដំបូងខ្ញុំមានអារម្មណ៍ថាពិតជាអស្ចារ្យខ្លាំងមែនទែន ទាំង8ខ្លួនមានបារមីដូចជាកងសីទឹកមកខ្ជាក់ពឹសដូចសុបល័យខ្ញុំឈ្មោះវណ្ដាកើតលើដែនដីសុវណ្ណភូមិរឹងដូចថ្មដាដាក់ផែនទីខ្មែរគេ zoom មិនធម្មតាលើកតុងជាតិខ្មែរជាលើកដំបូងស្រេចពេញលោកកាលិសថងវិជើងឲ្យហួសត្បូងខ្ញុំឈ្មោះវណ្ដាកើតលើដែនដីសុវណ្ណភូមិរឹងដូចថ្មដាដាក់ផែនទីខ្មែរគេ zoom មិនធម្មតាលើកតុងជាតិខ្មែរជាលើកដំបូងស្រេចពេញលោក អ្នកទាំងអស់គ្នាខ្ញុំអត់ស្មានថាការផលិត MV មួយនឹងវាហាក់វាដូចជាខ្សែភាពយន្តមួយនៅក្នុងគេហៅថាការផ្សងព្រេងរបស់បណ្ដាមួយទៅរកកន្លែងមួយដែលជាគេហៅថាទ្រព្យសម្បត្តិមួយដែលมันអាចកាត់ថ្លៃបានហើយដូចជាការរំលេចនៅគេហៅថាអា detail ផ្សេងនៅក្នុង MV មួយនឹងកាន់តអស្ចារ្យថែមទៀតហើយអ្វីដែលពិសេសនោះគឺអត្ថន័យរបស់ចម្រៀងនេះគឺ unbeatable តែម្ដងហើយខ្ញុំអ្វីដែលឆ្លាញ់ខ្លាំងនោះគឺទាំង flow ទាំងអត្ថន័យទាំងពាក្យពេចន៍ដែលគាត់លើកយកមកច្រៀងនៅក្នុងបទចម្រៀងនីមួយៗគឺខ្ញុំមិនមានពាក្យនិយាយគេថា how this guy doing this លិសថងវិជើងឲ្យហួសត្បូងបោះសពពីសំដីតាក់ទាញស្រីលបោអ្នក អ្នកនរមានចាប់អារម្មណ៍ពេលដែលកន្លែង MV កន្លែងមិញគឺគាត់រំលេចនៅអាសាក់ការចាក់សាក់បែបខ្មែររបស់យើងបែបបុរាណខ្មែររបស់យើងគឺយើងប្រើប្រាប់សាក់ដោយដៃហើយហើយនៅក្នុងបទចម្រៀងមួយនេះខ្ញុំជឿថានឹងមានអីជាច្រើនទៀតដែលគាត់ដាក់បញ្ចូលនៅក្នុង MV មួយហ្នឹងនិងពាក្យពេចន៍ដែលគាត់លើកឡើងនៅក្នុង MV មួយហ្នឹង អ្នកថតសម្ដីបាត់ឈ្មោះពីនគរចាញ់ដែងទ្រឹស្ដីឈប់សម្ដីទៅតាម flow ខ្នះខ្នែងដូចកវីពីសម័យមហានគរខាងនេះដូចជារំមិនចាំលេងជាមួយមកតើពួកជំនាញពួកជ្រុងលេលើលេងដឹងជើងត្បូងលេងទៅប៉ុនដឹងកលើជួបពេលភ្នែកខុសស្គាល់ព្រីស្គាល់បើដល់ប្រាប់គេថាខ្ញុំជាមិត្តភក្តិតាំងតែខ្ញុំសម័យខ្លួនមិនដែលនៅស្គាល់អ្នកមិនចង់មានអតិពលពីអ្នកមិនខំប្រឹងស៊ីបាយតបពីខ្ញុំមកសាច់ហើយសន្និដ្ឋានឆ្អឹងក៏ប្រមងគៀមមិនជួយទៅឈាមដៃតង់ឡើងរវាងមិនក៏ធ្វើយ៉ាងហ្នឹងឬចាត់ទុកខ្ញុំជាឈាមខ្លាប់មកដូចជាមានផ្លេចថាខ្ញុំជាសិនអូអេងណែរនូរមីគ្មានអ្វីត្រូវពីបាយតែពេលនេះទុកខ្ញុំអ្នកធ្វើបើអ្នកមិនណើពើទុកខ្ញុំអ្នកមើលបបភ្នែកអ្នកកាត់គេខ្មែរយើងមិនមែនអ្នកជំងឺស៊ី កន្លែងនេះមួយទៀតគឺឆ្លុំចាំងអំពីគេហៅថាក្បាច់គុណបុរាណខ្មែររបស់យើងគឺក្បាច់គុណយកតោហើយអូខេនៅក្នុងនេះគឺច្រើនខ្លាំងមែនទែនដែលជាអត្តសញ្ញាណដែលជាអ្វីដែលជាវប្បធម៌របស់ខ្មែររបស់យើងអ្វីដែលជាកេរដំណែលដែលដូនតាយើងមិនសល់ទុកតាំងពីដើមមកអញ្ចឹងណាគឺគាត់លើកឡើងនៅក្នុងវីដេអូមួយនេះច្រើនខ្លាំងមែនទែនមើលងាយពុះក្បាលពួកឯងបាយជាពីណាក៏ដោយតែមើលងាយខ្មែរជន់កឲ្យតតែភ្នែកលៀនថ្លៃខ្ញុំឈ្មោះ Oh my gosh កន្លែងនេះគឺគាត់និយាយថាអ្នកណាក៏ដោយឲ្យទៅមើលងាយខ្មែរគឺគាត់អត់ទុកទេគឺគឺបែបហ្នឹងយើងយើងអាចឲ្យអ្នកណាម្នាក់មកមើលងាយជនជាតិរបស់យើងបានទេកើតលើដែនដីសុវណ្ណភូមិរឹងដូចថ្មដាដាក់ផែនទីខ្មែរគេ zoom មិនធម្មតាលើកតុងជាតិខ្មែរជាលើកដំបូងស្រេចពេញលោកកាលិសថងវិជើងឲ្យហួសត្បូងខ្ញុំឈ្មោះវណ្ដាកើតលើដែនដីសុវណ្ណភូមិរឹងដូចថ្មដាដាក់ផែនទីខ្មែរគេ zoom មិនធម្មតាលើកតុងជាតិខ្មែរជាលើកដំបូងស្រេចពេញលោកកាលិសថងវិជើងឲ្យហួសត្បូង Oh my god ខ្ញុំឆ្លាញ់ខ្លាំងមែនទែនគេព្រមត្រែខ្ញុំព្រឺសបល់ហ្មងពេលដែលចេញអាកន្លែងត្រែហ្នឹងមកវាហាក់បីដូចជាយើង way back to គេហៅថាសម័យអង្គរខ្ញុំអត់កើតតសម័យអង្គរទេក៏ប៉ុន្តែខ្ញុំជឿថាភាពរុងរឿងនៅសម័យអង្គរគឺមានការរុងរឿងខ្លាំងមែនតើនៅសម័យអង្គរហ្នឹង Wow Oh my god គឺគាត់បញ្ចូលសលេងសត្វតម្រៃមកទៀតខ្មែរវ៉ៃរ៉ាម៉ាន់ចេញច្បាំងជាដំរីរត់ប្រកាន់មានបល័យលើស្បៃមានឋានចេះលបកតោស្ត្រអ្នកឲ្យមានចាប់អារម្មណ៍នៅពីក្រោយវាមានរូបរាងហាក់បីដូចជាអឋានដូចជាគេហៅយ័ន្តមួយសម្រាប់ការពារឧបមាថា
ពេលដែលយើងត្រូវការយន់ហ្នឹងគឺពីច្រើនគឺការសម័យពីដើមរបស់យើងខ្ញុំលើតាមចាស់ក៏ជាតិតាខ្ញុំដែលគាត់បានប្រាប់ខ្ញុំពីមុនមកយន់គឺសំខាន់ខ្លាំងមែនតើត្រូវ better run មកតាមលើក្រុមច័ន្ទសំដីមានព្រេងក្រុមភ្លេងមានស្មាន ក្រុមច័ន្ទទៀត តាំងនាមមកតកូម៉ាន់លើកតុងជាតិខ្មែរទៅដល់លើធម្មច័ន្ទឈឹមខ្មែរវ៉ារ៉ាម៉ាន់ចេញឆ្លងជាដំរីរត់ប្រកាន់មានបល័យលើស្បែកមានអឋានជាលបកតោត្រូវ better run មកតាមលើក្រុមច័ន្ទសំដីមានព្រេងក្រុមភ្លេងមានស្មានតាំងនាមមកតកូម៉ាន់លើកតុងជាតិខ្មែរទៅដល់លើធម្មច័ន្ទហើយមើលកន្លែងនេះគឺការរំលេចនៅយន់ខ្មែររបស់យើងណានៅក្នុងបទចម្រៀងមួយនេះគឺខ្ញុំកោតសរសើរខ្លាំងមែនទែនតាំងពីចាប់ផ្ដើមដំបូងរហូតដល់ឥឡូវនេះគឺខ្ញុំមានអីថ្មីមើលរហូតមានអីប្លែកមើលរហូតមានអ្វីដែលជារបស់ខ្មែររបស់យើងដែលគាត់រំលេចនៅក្នុងវីដេអូមួយនេះគឺច្រើនខ្លាំងមែនទែនហើយខ្ញុំជឿថាបទចម្រៀងមួយនេះនឹងធ្វើឲ្យយើងដែលជាអ្នកស្ដាប់ក៏ដូចជាខ្មែរគឺពិតជាមានមោទនភាពខ្លាំងមែនទែនដោយសារតែគឺគាត់បានធ្វើឲ្យអរិយធម៌ឬបបធម៌របស់យើងកាន់តែរីកសុសសាយទៀតហើយអញ្ចឹង yeah I'm so proud of him จะโดนอาวุธมุกสวยมันได้ปลื้มที่สตร์มาពីណាជួយមកពីលេខមកពីកាយមកពីជើងមកពីត្បូងណាបារោមជ្រងណារៀបដូចកំរាលយើងមានក្បួនហើយយើងត្រូវតាំងកន្លងប្រាសាទបាគងតែមាននៅសម័យកណ្ដាលយុទ្ធសាស្ត្រច្បាស់ទាំងយុទ្ធគុណបុព្វបុរសចំនួនមុនចងក្រងឲ្យយើងជាដើមទុនពីសម័យអង្គរខ្លាំងទាំងសមិទ្ធផលសង្គមក្បាច់គុណការពារជាតិការពារទឹកដីប្រាកដលោកតោរាប់ពាន់ឆ្នាំមុនរាប់ពាន់ឆ្នាំគឺគាត់បានបញ្ជាក់ទៀតថាលោកតោរបស់យើងគឺមានតាំងពីរាប់ពាន់ឆ្នាំមុនណាស់ហើយមិនមែនត្រឹមតែមានប្រហែលឆ្នាំ20ឆ្នាំមុនទេគឺកន្លែងនេះគឺច្បាស់ខ្លាំងមែនទែនគឺនេះគឺជាវប្បធម៌របស់យើងនេះគឺជាក្បាច់គុណខ្មែររបស់យើងគឺមានយូរណាស់ហើយរំក្រោយយើងអ្នកតំណាងមានគេដំណែលចង់លៀតតដាសិល្បៈក្បាច់គុណយុទ្ធគុំយុទ្ធសិលយុទ្ធសាស្ត្រក្នុងប្រទេសដ៏ចំណាស់មួយនេះឲ្យអ្នកឯងទៅមកខាងបើអ្នកមានដំណួរឲ្យឈួតដូចគេច្រើនខ្មែរអត់ចេះព្រួតតែពួតឲ្យកសាងវប្បធម៌មិនរីស្ងួតបើយើងជាតំណាងបើគេថាយើងអួតយើងថាមានសំណាងបើគេថាយើងអួតអត់សំណាងអញ្ចឹងបើសិនជាគេថាយើងអួតគឺយើងអួតទៅតែវាជាការពិតនេះគឺជារបស់យើងអញ្ចឹងមានរឿងអីដែលយើងនឹងខ្លាចអួតអានេះគឺជារបស់យើងហ្នឹងបើសិនជាយើងយករបស់គេមកអួតអាហ្នឹងបានជាយើងមិនត្រូវអួតដៃនឹងលំពេងយើងអត់ចាក់គ្នាឯងបើឃើញខ្មែរយើងលយអត់គិតចង់យ៉ាងណែបើឃើញខ្មែរយើងឡើងអត់យកជើងមកបែកអត់ដែរជាបំផ្លាញក៏អត់ជាបំផ្លែងយើងចេះតែបង្ហាញឲ្យបង្ហាញគេដំណែលគឺ it's time to rise កន្លែងនេះគឺខ្ញុំ fully agree ជាមួយបានណាតែទៅជាមួយនឹងខ្ញុំជឿថាគាត់ពេលដែលឃើញខ្មែរយើងឡើងខ្ញុំជឿថាបានណាក៏គាត់សប្បាយចិត្តដូចគ្នាដែរហើយខ្ញុំក៏សប្បាយចិត្តដែរអញ្ចឹងអ្នកណាក៏ឲ្យតែឃើញជនជាតិខ្មែររបស់យើងគាត់ឡើងទៅដល់ចំណុចមួយដែលគេទទួលស្គាល់ចំណុចមួយដ៏ល្អគឺយើងជួយគ្នាដើម្បីរុញឡើងកាន់តែខ្ពស់ទៀតគឺយើងគួរតែធ្វើបែបហ្នឹងយើងមិនត្រូវបែកខ្មែរគ្នាឯងទេអញ្ចឹងយើងត្រូវតែចេះស្រឡាញ់គ្នាបើមិនជាយើងអត់ស្រឡាញ់គ្នាគ្មានប្រទេសឬក៏ជាតិសាសន៍ណាមកស្រឡាញ់ជាតិសាសន៍យើងខ្លួនឯងទេថាទូរត់បើសិនជាខ្ញុំរត់ទៅឲ្យផុតនៅពេលខ្ញុំមកវិញខ្ញុំជួយអ្នកមកឈត់ដោយដៃដែលខ្ញុំលុតហើយខ្ញុំចាប់អ្នកមកពុតឲ្យអ្នករត់ធត់មើលឃើញខ្ញុំដូចគឺខ្មោចបើសិនជាខ្ញុំដុតអ្នកឲ្យខោចង់សើជាមួយខ្ញុំតែខ្ញុំអត់លេងសើចចង់លេងជាមួយខ្មែរឈ្មោះអ្នកអសោយពូអ្នកចម្បាំងមកខ្លាំងក៏មិនច្បាំងដែរធ្លាប់អាណានិគមតែខ្ញុំខ្លាំងនៅបារាំងដែរយើងមកភ្នំដូចជាភ្នំនឹងដែរដែនដីសវណ្ណភូមិតែដីកំណើតខ្មែរឈឹមខ្មែរវ៉ារ៉ាម៉ាន់ចេញច្បាំងជាដំរីរត់ប្រកាន់មានបល័យលើស្បែកមានអឋានជាលបកតោត្រូវវ៉ារ៉ារ៉ាន់មកតាមលើក្រុមច័ន្ទសំដីមានព្រេងក្នុងភ្លេងមានស្មានតាំងនាមមកតកូម៉ាន់លើកតុងជាតិខ្មែរទៅដល់លើធម្មច័ន្ទឈឹមខ្មែរអ្នកនរគ្នានៅក្នុង MV មួយនេះការដែលខ្ញុំចាប់អារម្មណ៍នោះគឺ level of detail នៃ scene នីមួយៗគឺគាត់ detail ខ្លាំងមែនទែនគឺគាត់សម្រិតសម្រាំងខ្លាំងមែនទែនវ៉ារ៉ាម៉ាន់ចេញច្បាំងជាដំរីរត់ប្រកាន់មានបល័យលើស្បែកមានអឋានជាលបកតោត្រូវ better run មកតាមលើក្រុមច័ន្ទសំដីមានព្រេងក្នុងភ្លេងមានស្មាននាមមកតកូម៉ាន់លើកតុងជាតិខ្មែរទៅដល់លើធម្មច័ន្ទអូអ្នកនរមានចាប់អារម្មណ៍ទៅជាមួយនឹង MV មួយនេះអត់គឺមានទាំងស្រីមានទាំងប្រុសដែលគាត់ធ្វើការទាំងហែក៏អាចធ្វើជាទាហានបានច្បាំងដើម្បីគេហៅថាការពារទឹកដីយើងណាអញ្ចឹងសបញ្ជាក់ថានៅក្នុងសម័យនោះគឺមិនត្រឹមតែជាបរិសុទ្ធទេតែស្ត្រីក៏គាត់មាននៅទូនាទីដើម្បីការពារទឹកដីរបស់គាត់ដែរហើយ
ការរំលែកឡើងមកនេះគឺយើងផ្ដល់នៅគេហៅថា gender គឺមិនថាស្រីមិនថាប្រុសទេគឺគាត់មានសិទ្ធិស្មើគ្នាគឺគាត់មានគេហៅថាសមត្ថភាពដូចជាមួយនឹងបុរសដូចគ្នាដែរវ៉ាវនេះគឺជា map ដែលគាត់បានលើកឡើងថាយើងអាចបង្ហាញ map នៅលើប្រចាំហ្នឹងអញ្ចឹងនេះគឺជា map នៅទីតាំងប្រាសាទរបស់យើងតាមដែលការយកឃើញរបស់ខ្ញុំមានមេបនខាងកើតស្រះស្រង់បន្ទាយក្តីតាព្រំតាកែវព្រះខ័នបន្ទាយធំបាយ័នហើយនឹងអង្គរវត្តវ៉ាវដូចខ្លាំងមែនទែន Oh my god និយាយទៅសម្រាប់បទចម្រៀងមួយនេះសម្រាប់ MV មួយនេះទាំងអត្ថន័យទាំង level of detail ទាំងគេហៅថាប្រវត្តិសាស្ត្រគឺដាក់ចូលហើយនៅក្នុងបទចម្រៀងមួយនេះគឺពិតជាមិនអាចមិនសរសើរបានទេគឺខ្ញុំពិតជាកោតសរសើរខ្លាំងមែនទែនគឺ so proud of this man and the team សុវណ្ណភូមិដោយក្តីសង្ឃឹមត្រូវចេះញញឹមពេល វ៉ាវខ្ញុំចង់បានបទចម្រៀងមួយនេះពេញខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាក៏ព្រោះដែរវាធ្វើឲ្យទទុនឃើញទេពសាយន្តហោះកាន់ផែនដីមនុស្សក្នុងលោកីបងសូមសំណាងខ្ញុំសូមបួងសួងនឹងអង្គិដ្ឋានសំណាងដែលនៅក្នុងខ្លួនមកឆ្ងល់តាហេតុអីបានជា MV មួយនេះពិតជាល្អខ្លាំងបែបនេះទេមើលតែក្រុមការងារទៅក៏ដឹងដែរថាអ្នកនរមានខ្ញុំមានអារម្មណ៍ថាប្រកាសជាមានបទចម្រៀងមួយទៀតតពីបទចម្រៀងហ្នឹងហើយដូចជាកន្លែងការ rap របស់វណ្ណាមិញគឺសុវណ្ណភូមិដោយក្តីសង្ឃសុវណ្ណភូមិ not just a place គឺជា feeling កម្លាំងដ៏មួមុតដូចសមុទ្រដែលមិនងាយរីងនេះគឺជាមាតុភូមិដែនដីចាស់មួយអូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានធ្វើការ review បទចម្រៀងមួយនេះចប់ហើយខ្ញុំជឿថាការ review មួយនេះគឺរៀងយូរបន្តិចដោយសារតែខ្ញុំពិតជាញោចសរសើរហើយខ្ញុំពិតជាមានអារម្មណ៍ថា so proud of him ហើយខ្ញុំមានអារម្មណ៍ថាពិតជាអស្ចារ្យខ្លាំងមែនទែនសម្រាប់បទចម្រៀងមួយហ្នឹង MV មួយហ្នឹងគឺដូចជាអត្ថន័យនៅក្នុងបទចម្រៀងមួយហ្នឹងគឺខ្ញុំអត់មានអីនិយាយបកស្រាយចឹងទេខ្ញុំដឹងតែបទចម្រៀងមួយនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយវានឹងជាបទចម្រៀងមួយដែលល្អបំផុតនៅក្នុងឆ្នាំ2025អញ្ចឹងបើអ្នកទាំងអស់គ្នាយល់ឃើញបែបណាឬក៏មានចំណាប់អារម្មណ៍ឬក៏មានគំនិតអីបន្ថែមទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំបានយើងធ្វើការពិភាក្សាគ្នាបន្តអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនារហូតដល់ចុងបញ្ចប់នៃការ review បទចម្រៀងមួយហ្នឹង and see you in the next video bye bye